បាទក៏សូមគោរពសួស្តីពុកម៉ែបងប្អូនយើងទាំងអស់គ្នាណាបាទហ្នឹងហើយត្រឡប់មកជួបជាមួយនឹង admin សាជាថ្មីម្ដងទៀតហើយមកកាន់ការឲ្យតម្រុយ Channel វៀតណាមរបស់យើងប្រចាំថ្ងៃណាបាទនៅថ្ងៃថ្មីថ្ងៃអាទិត្យចុងសប្តាហ៍ណាបាទប្រចាំថ្ងៃទី2ខែ8របស់យើងបាទ admin ក៏មាននៅលេខតម្រុយថ្មីដូចគ្នាណាបាទខំជីកកកាយត្រឹមបានណាមិនយើងមិនធម្មតាទេហ្នឹងហើយអញ្ចឹងគេថាតម្រុយថ្ងៃចាស់របស់ admin បានដាក់ជូនពុកម៉ែបងប្អូនយើងនឹងផងដែរគឺថាយើងចូលបានតែខ្ទង់អូសណាបាទចូលបានតែខ្ទង់អូសឲ្យសុតតែម្ដងបាទម៉ោង4ក៏ចូលម៉ោង6ក៏ចូលអូសបាទហើយ admin ក៏សូមចូលរួមត្រេកអរក៏ដូចជាបាទសម្រាប់ពុកម៉ែបងប្អូនយើងដែលបានចូលហើយក៏សូមចូលរួមសោកស្ដាយសម្រាប់ពុកម៉ែបងប្អូនយើងដែលមិនបានចូលណាបាទហើយកំតើអ្នកអស់សង្ឃឹមណាបាទគេថា20ឆ្នាំក្រោយសងសឹកកំតើហួសពេលបាទអញ្ចឹងកុំឲ្យខាត់ពេលរបស់ពុកម៉ែបងប្អូនយើងយូរនេះយើងមកធ្វើការដាក់តម្រុយជូនយកតែម្ដងទៅកុំឲ្យពុកម៉ែបងប្អូនយើងមករងចាំបាទអញ្ចឹងសម្រាប់ថ្ងៃថ្មីថ្ងៃទី2នេះបាទពីរលេខមានឲ្យពុកម៉ែបងប្អូនយើងទាំងអស់គ្នានេះបាទមានឲ្យលេខ20 24បាទក្របទី2ផងដែរមានឲ្យពុកម៉ែបងប្អូនយើងបាទ85បូករួមនឹងក្របទី3របស់យើងផងដែរណាបាទ0មកក្របណាមកយើងបាទ0 7ហើយនឹងក្របចុងក្រោយវិញក្របចុងក្រោយមានឲ្យបាទ69ណាណែបាទអញ្ចឹងសម្រាប់ពីរលេខរបស់ admin ផងដែរណាយកទៅកំសាន្តលេងក៏ complete លេងគុណបាទឬក៏ឡើងមួយលេខចុះមួយលេខផងណាបាទ complete លេងគុណឬក៏ឡើងមួយលេខចុះមួយលេខផងតែសារតន្ត្រីមានឲ្យទៅគឺថាភាកច្រើនវាថានៅមិនឆ្ងាយទេនៅកវ៉ែលក្បែរនោះហើយបាទអញ្ចឹងសម្រាប់លេខអូរបស់យើងវិញណាបាទលេខអូគឺថាមានឲ្យពុកម៉ែបងប្អូនយើងនេះបានយកទៅកំសាន្តលេងនៅខ្ទង់20នេះក្រុមឆែបនៅខ្ទង់20បាទមកឈុតទៀតមានឲ្យលេងបាទនៅលេង8ណា28ស្រឡាញ់20អ៊ំ20ស្រឡាញ់8អស់8ហ្នឹងណាបាទលេងបានគ្រប់ប៉ុសផងដែរណា A B C D ដាក់រហូតទៅបាទលេងម៉ោង4ម៉ោង6ណាពុកម៉ែបងប្អូនយើងតែបើយកទៅលេងម៉ោងផ្សេងទៀតក៏បានដូចគ្នាមិននិយាយតោះខុសអីទេបាទអញ្ចឹងសម្រាប់3លេខបាទ3លេខគឺថាមានឲ្យលេងលេខបាទ245គុណផងណាពុកម៉ែបងប្អូនយើងបាទលេខធំណាបាទមកគ្រាប់ទៀតមានឲ្យពុកម៉ែបងប្អូនយើងទាំងអស់គ្នាណាបាទ634ណា634បាទចឹងសម្រាប់3លេខយកទៅលេងកុំភ្លេចលេងគុណហ្នឹងកុំលេងត្រង់ពេកបាទយើងគុណឆ្លាស់លេខទៅបាទយើងការពារផងកន្លែងអត់បានគុណលេងត្រង់ប្រយ័ត្នឆ្វេងរត់ទៅស្ដាំរត់មកឆ្វេងបាត់បាទអញ្ចឹងសម្រាប់តម្រុយរបស់មីនគឺមានតែប៉ុណ្ណេះនៅថ្ងៃថ្មីថ្ងៃទី2អាទិត្យចុងសប្តាហ៍របស់យើងណាបាទមីនក៏សូមជូនពរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានយល់លេខតម្រុយពី channel របស់មីនយកទៅផ្សងក៏សូមឲ្យហេងបានចូលចំទាំងអស់គ្នាតែម្ដងបាទហើយចុងក្រោយក៏សូមជូនពរដល់ពុកម៉ែបងប្អូនយើងណាបាទក្នុងឱកាសថ្ងៃថ្មីខែថ្មីខាងរបស់យើងផងដែរមីនក៏សូមជូនពរឲ្យសំណាងល្អតិចតិចជុំក្នុងក្រុមគ្រួសារណាបាទសុខភាពល្អរកស៊ីវិជ្ជមានចេះតែបានទាំងអស់គ្នាណាបាទហើយធ្វើដំណើរទៅទីណាមកទីណីណាមិនថាចិត្តមិនថាឆ្ងាយស្រួយទេណាក៏សូមឲ្យជួបតែសុខហើយសុវត្ថិភាពទាំងអស់គ្នាផងដែរបាទអញ្ចឹងសម្រាប់វីដេអូតម្រុយរបស់មីនក៏បានជិះចូលមកដល់ទីបញ្ចប់នៅថ្ងៃថ្មីហើយមីនក៏សូមគោរពលាពុកម៉ែបងប្អូនយើងបាទចាំជួបគ្នាជាមួយនឹង admin ជាមួយនឹងបាទវីដេអូថ្មីថ្ងៃស្អែកបន្តទៀតផងដែរមីនសូមអរគុណសូមគោរពលា